សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីតបានឈានដល់ការចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលរយៈពេល30ឆ្នាំកាលពីថ្ងៃពុធទី22ខែកក្កដាឆ្នាំ2026ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាជំហានដ៏ធំមួយក្នុងការបង្កើតកម្មវិធីថាមពលនុយក្លេអ៊ែរក្នុងស្រុកដំបូងបង្អស់របស់អារ៉ាប៊ីសាអូឌីតព្រមទាំងជួយពង្រឹងភាពជាដៃគូសេដ្ឋកិច្ចនិងបច្ចេកវិទ្យារវាងប្រទេសទាំងពីរក្នុងបរិបទដែលអាមេរិកកំពុងប្រកួតប្រជែងឥទ្ធិពលជាមួយចិននិងរុស្ស៊ីនៅតំបន់មជ្ឈិមបូព៌ាពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកនិងទ្រង់ Abdulaziz bin Salman រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអូឌីតយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងថាមពលអាមេរិកកិច្ចព្រមព្រៀងសន្តិវិធីនេះបានបង្កើតមូលដ្ឋានគ្រឹះផ្លូវច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការតម្លៃរាប់ពាន់លានដុល្លារដែលបើកផ្លូវឲ្យក្រុមហ៊ុនអាមេរិកចូលរួមផ្ទាល់ក្នុងគម្រោងនុយក្លេអ៊ែររបស់អារ៉ាប៊ីសាអូឌីតការពារសុវត្ថិភាពទ្វេភាគីនិងពង្រឹងបទដ្ឋានមិនរីកសាយភាយអាវុធនុយក្លេអ៊ែរសកលភាគីអារ៉ាប៊ីសាអូឌីតក៏បានគូបញ្ជាក់ដែរថាកិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការអភិវឌ្ឍថាមពលបច្ចេកវិទ្យានិងការអភិវឌ្ឍប្រកបដោយចីរភាពផ្អែកលើខ្លឹមសារនៃកិច្ចព្រមព្រៀងអារ៉ាប៊ីសាអូឌីតទទួលបានសិទ្ធិក្នុងការចម្រាញ់អ៊ុយរ៉ានីយូមនិងកែច្នៃកាកសំណល់នុយក្លេអ៊ែរឡើងវិញខណៈដែលក្រុមហ៊ុនអាមេរិកដូចជា Westinghouse Electric Company មានសិទ្ធិពិសេសតែមួយគត់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងម៉ាស៊ីន reactor AP អវ៉ាន់ពាន់ចំណុចកត់សម្គាល់គឺកិច្ចព្រមព្រៀងនេះមិនតឹងរឹងដូចកិច្ចព្រមព្រៀងឆ្នាំ2009រវាងអាមេរិកនិងអេមីរ៉ាតអារ៉ាប់រួមនោះទេដោយសារវាមិនបង្ខំឲ្យទីក្រុងរីយ៉ាដបោះបង់ចោលការផលិតប្រេងឥន្ធនៈក្នុងស្រុកឬចុះហត្ថលេខាលើពិធីសារបន្ថែមដ៏តឹងរឹងរបស់ទីភ្នាក់ងារ IAEA សម្រាប់ការចុះត្រួតពិនិត្យភ្លាមៗនោះឡើយបច្ចុប្បន្នកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរនេះត្រូវបញ្ជូនទៅកាន់សភាអាមេរិកដើម្បីធ្វើការពិនិត្យឡើងវិញរយៈពេល90ថ្ងៃស្របតាមផ្នែកទី123នៃច្បាប់ថាមពលបរមាណុរបស់សហរដ្ឋអាមេរិកមុនពេលឈានទៅអនុវត្តជាផ្លូវការ